ចាជាដំបូងនាងខ្ញុំសូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូនិងសួស្តីទៅកាន់បងប្អូនសិស្សានុសិស្សទាំងអស់គ្នាជាពិសេសគឺបងប្អូនដែលកំពុងតែសិក្សានៅក្នុងកម្រិតថ្នាក់ទី11នាងខ្ញុំឈ្មោះសួងសនិតថ្ងៃនេះផងដែរនាងខ្ញុំនឹងលើកយកប្រធានបទមួយយកមកពិសោធន៍បង្ហាញដែលពិសោធន៍នោះគឺស្ថិតនៅក្នុងជំពូកទី5មេរៀនទី1អាម៉ូញ៉ាតែយើងបានសិក្សារួចមកហើយថាអាម៉ូញ៉ាគឺជាសមាសធាតុមួយនៃអាសូតដែលមាន 78% នៅក្នុងខ្យល់ហើយអាម៉ូញ៉ាគឺជាឧស្ម័នម្យ៉ាងដែលគ្មានពណ៌ប៉ុន្តែវាមានក្លិនឈ្ងុយឆ្អេះអាម៉ូញ៉ារលាយនៅក្នុងទឹកបង្កើតបានជាអាម៉ូញ៉ូមអ៊ីដ្រុកស៊ីតដែលមានលក្ខណៈជាបាសអាម៉ូញ៉ាគឺជាឧស្ម័នដែលត្រូវបានគេប្រើប្រាស់យ៉ាងចាំបាច់ទាំងក្នុងវិស័យកសិកម្មនិងវិស័យឧស្សាហកម្មនៅក្នុងវិស័យកសិកម្មគេប្រើអាម៉ូញ៉ាធ្វើជាជីសម្រាប់បង្កើនទិន្នផលដំណាំរីឯនៅក្នុងវិស័យឧស្សាហកម្មវិញគេប្រើអាម៉ូញ៉ាជាសារធាតុដើម្បីកំណត់សីតុណ្ហភាពនៅក្នុងទូទឹកកកនិងមួយទៀតគេប្រើវាធ្វើជាសារធាតុនៃការផលិតថាមពលជាពិសេសគឺថាមពលអ៊ីដ្រូសែនដូច្នេះប្រធានបទពិសោធន៍ថ្ងៃនេះគឺនិយាយអំពីទង្វើឧស្ម័នអាម៉ូញ៉ាដែលនៅក្នុងពិសោធន៍នេះផងដែរមានគោលបំណងដើម្បីបញ្ជាក់អំពីវត្តមានរបស់ឧស្ម័នអាម៉ូញ៉ាតាមរយៈក្លិនឈ្ងុយឆ្អេះនិងការប្រែប្រួលរបស់សូលីចុងដែលទទួលបានតាមរយៈការធ្វើតេស្តជាមួយនឹងអង្គធាតុចង្អុលពណ៌មុននឹងឈានចូលទៅដល់ការធ្វើពិសោធន៍នាងខ្ញុំសូមបង្ហាញនូវឧបករណ៍មួយចំនួនដែលយើងប្រើប្រាស់សម្រាប់ការពារសុវត្ថិភាពនៅពេលយើងធ្វើពិសោធន៍ទី1គឺយើងត្រូវពាក់អាវពិសោធន៍ឲ្យបានត្រឹមត្រូវទី2គឺយើងពាក់ម៉ាស់ទី3យើងត្រូវពាក់ស្រោមដៃឲ្យបានត្រឹមត្រូវចានៅពេលដែលយើងបានពាក់ឧបករណ៍សម្រាប់ការពារសុវត្ថិភាពនៅពេលធ្វើដំណើរការពិសោធន៍រួចហើយឥឡូវនេះយើងឈានចូលទៅដល់ការបង្ហាញឧបករណ៍ក៏ដូចជាសារធាតុគីមីដែលចាំបាច់ប្រើប្រាស់នៅក្នុងការធ្វើពិសោធន៍នេះចំពោះឧបករណ៍សម្រាប់ពិសោធន៍យើងមានដូចជាទី1គឺជញ្ជីងអេឡិចត្រូនិកទី2ស្លាបព្រាដួសសារធាតុគីមីទី3ឆ្នុកជ័រទី4គឺទុយោទី5កែវអេក្លែនមានខ្នែងទី6កែវបេសៀទី7ស៊ីឡាំងក្រិតនិងចុងក្រោយគេគឺពីប៉ែតបន្តក់ចំពោះសារធាតុគីមីយើងមានដូចជាអង្គធាតុចង្អុលពណ៌ដែលយើងផលិតចេញពីតែមេអំបៅទឹកបិទសូត្រឬក៏យើងហៅថាសូដ្យូមអ៊ីដ្រុកស៊ីតនិងអាម៉ូញ៉ូមក្លរូជំហានបន្តទៅទៀតនេះគឺយើងចាប់ផ្ដើមធ្វើដំណើរការពិសោធន៍ទាំងអស់គ្នាអញ្ចឹងជំហានដំបូងយើងត្រូវថ្លឹងអាម៉ូញ៉ូមក្លរូចំនួន8ក្រាមជាមុនសិនជំហានបន្តទៅទៀតគឺយើងត្រូវថ្លឹងសូត្រចំនួន8ក្រាមដូចគ្នាដំណើរការបន្តទៀតគឺយើងត្រូវចាក់ក្រាមសូត្រហើយនឹងក្រាមអាម៉ូញ៉ូមក្លរូចូលទៅក្នុងកែវអេក្លែនដែលមានខ្នែងចំពោះកែវអេក្លែនដែលមានខ្នែងគឺយើងត្រូវដាក់ទុយោតភ្ជាប់ជាមួយនឹងមាត់របស់វាសិនចាហើយយើងវាល់ទឹកចំនួន100មីលីលីត្រដាក់ចូលទៅក្នុងកែវបេសែចាជំហានបន្តមកទៀតគឺយើងយកក្រាមសូត្រហើយនឹងក្រាមអាម៉ូញ៉ូមក្លរូរបស់យើងដែលថ្លឹងរួចចាក់ចូលទៅក្នុងកែវអេក្លែនដែលមានខ្នែង
ហើយយើងត្រូវវល់ទឹកចំនួន50 មីលីលីត្រចាក់ចូលទៅក្នុងកែវអេក្លែននោះនៅពេលប្រតិកម្មដំណើរការយើងសង្កេតឃើញថាគឺកើតមានពពុះនៅក្នុងទឹកដែលពពុះនោះគឺជាពពុះរបស់ឧស្ម័នហើយក្លិនរបស់ឧស្ម័នដែលទទួលបានគឺមានក្លិនឆួលនិងឆ្អែសខណៈពេលនេះគឺយើងសង្កេតឃើញថាប្រតិកម្មរបស់យើងគឺបានបញ្ចប់សពគ្រប់ហើយឥឡូវនេះយើងមកធ្វើតេស្តសូលូស្យូងដែលទទួលបានជាមួយនឹងអង្គធាតុចង្អុលពណ៌តែមេអំបៅទាំងអស់គ្នាដោយដែលយើងបានដឹងរួចមកហើយថាអាម៉ូញ៉ាករលែងនៅក្នុងទឹកបង្កើតបានទៅជាអាម៉ូញ៉ូមអ៊ីដ្រូហ្ស៊ីតដែលមានលក្ខណៈជាបាសអញ្ចឹងនៅពេលដែលយើងបន្តក់អង្គធាតុចង្អុលពណ៌តែមេអំបៅចូលសូលូស្យូងប្រែពីគ្មានពណ៌ទៅជាពណ៌បៃតងចាស់មានន័យថាសូលូស្យូងនោះស្ថិតនៅក្នុងមជ្ឈដ្ឋានបាសក្រោយពីបន្តក់អង្គធាតុចង្អុលពណ៌ចូលទៅក្នុងសូលូស្យូងដែលទទួលបានយើងសង្កេតឃើញថាពណ៌សូលូស្យូងរបស់យើងគឺប្រែពីគ្មានពណ៌ទៅជាពណ៌បៃតងចាស់ដែលជាពណ៌របស់មជ្ឈដ្ឋានបាសការធ្វើពិសោធន៍របស់ខ្ញុំក៏បានឈានចូលទៅដល់ទីបញ្ចប់ផងដែរជាចុងក្រោយក៏សូមអរគុណទៅកាន់លោកគ្រូអ្នកគ្រូនិងសាស្ត្រានុសិស្សទាំងអស់គ្នាដែលបានចូលរួមទស្សនាវីដេអូពិសោធន៍នេះតាំងពីដើមរហូតដល់ចប់ចាសសូមអរគុណសូមជម្រាបលា